នេះគឺជារោងចក្រនុយក្លេអ៊ែរសម្ងាត់បំផុតនៅលើផែនដីយកខ្លួននៅក្រោមភ្នំក្នុងជម្រៅ90ម៉ែត្រនៅកណ្ដាលប្រទេសអ៊ីរ៉ង់រោងចក្រដ៏អាថ៌កំបាំងនេះត្រូវបានការពារដោយកំផែងថ្មព័ទ្ធក្រោមភ្នំប្រវែងជិត100ម៉ែត្រនិងឡោមដោយប្រព័ន្ធការពារមីស៊ីលកម្លាំងយោធាព្រមទាំងឆ្មាំការពារពេញ24ម៉ោងយោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA រោងចក្រដែលគេស្គាល់ឈ្មោះថា Fordo គឺជាកន្លែងដែលអ៊ីរ៉ង់កំពុងបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូមឲ្យដល់កម្រិតមួយដែលអាចផលិតគ្រាប់បែកបរមាណូបានទីនេះហើយគឺជាគោលដៅនៃការលុកលុយវាយប្រហារដោយឥតក្រែងញញើតរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់រោងចក្រនេះត្រូវបានចារកម្មលោកខាងលិចរកឃើញនៅក្នុងឆ្នាំ2009បន្ទាប់ពីអ៊ីរ៉ង់សាងសង់លាក់កំបាំងជាច្រើនឆ្នាំវាស្ថិតនៅក្នុងទីក្រុងខាមចម្ងាយប្រហែល140គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតេហេរ៉ង់អ៊ីរ៉ង់បានជីកភ្នំចូលទៅក្រោមដីដោយក្នុងនោះមានសាលដែលបំពាក់បរិក្ខារសម្រាប់ចម្រាញ់អ៊ុយរ៉ាញ៉ូមមានប្រព័ន្ធរួមផ្លូវក្រោមដីនិងមានអគារទំហំ5500ម៉ែត្រការ៉េមន្ត្រីស៊ើបការលោកខាងលិចបានហៅទីនោះថាជាដែនសុវត្ថិភាពរបស់អ៊ីរ៉ង់ដែលមានរចនាសម្ព័ន្ធរឹងមាំនិងអាថ៌កំបាំងបំផុតអាចការពារការវាយប្រហារតាមអាកាសមិនថាជាការវាយប្រហាររបស់សហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលនោះទេនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ2015រោងចក្រ Fordo នេះនឹងត្រូវប្រើប្រាស់សម្រាប់តែការស្រាវជ្រាវតែប៉ុណ្ណោះមិនមែនដើម្បីផលិតគ្រាប់បែកបរមាណូឡើយគ្រាប់បែកបរមាណូនៅក្នុងសម័យទំនើបនេះអាចសម្លាប់មនុស្សពី2លាននាក់ទៅ10លាននាក់ក្នុងមួយគ្រាប់ក៏ប៉ុន្តែភ្នាក់ងារ IAEA អះអាងថាសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់ផលិតបាននៅក្នុងរោងចក្រ Fordo នេះអាចនឹងប្រែទៅជាក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក៏ប៉ុន្តែអ៊ីរ៉ង់បានទទូចប្រាប់ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនមែនដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរនោះទេក៏ប៉ុន្តែដោយផ្អែកលើអំណះអំណាងរបស់ IAEA អ៊ីស្រាអែលបានលះវាយសង្គ្រោះទៅលើអ៊ីរ៉ង់តែម្ដងអ៊ីរ៉ង់ដែលនៅពីក្រោយក្រុមហាម៉ាស់ Hezbollah និង Yemen ជាតួប្រឆាំងទៅនឹងឥទ្ធិពលរបស់អ៊ីស្រាអែលនៅមជ្ឈមបូព៌ាទោះយ៉ាងណាអ៊ីស្រាអែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការកំទេចរោងចក្រ Fordo របស់អ៊ីរ៉ង់ឡើយលោកនីកូឡាខាលអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសហគ្រាសអាមេរិកបានប្រាប់កាសែត New York Post ថាមានតែអាមេរិកទេដែលអាចកំទេចរោងចក្រ Fordo របស់អ៊ីរ៉ង់បានដោយប្រើគ្រាប់បែក GDU-57AD ទម្ងន់15តោនក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហាក់ដូចជាមិនចង់ពាក់ព័ន្ធហើយបបួលប្រទេសទាំងពីរទៅចរចាគ្នាវិញ